ជាតិនេះពូណិតបានប្រពន្ធស្អាតគឺជារឿងសំណាងមួយហើយរឿងសំណាងទី2មិនត្រឹមតែស្អាតទេគឺឆ្លាតពូកែរ៉ូស៊ីទៀតហើយរឿងសំណាងទី3ដែលបងប្អូនមិនសូវជាបានដឹងទេគឺអ៊ីកាពូកែធ្វើបាយស្រូបខ្លាំងមែនតើតោះចាំមើលទាំងអស់គ្នាថាអ៊ីកាគាត់មានរូបមន្តអ្វីពិសេសបានជាបាយស្រូបរបស់គាត់ឆ្ងាញ់អើយឆ្ងាញ់ជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នាឥឡូវពូណិតអ៊ីកាកំពុងតែអង្គុយនៅសាឡុងសាសងគ្នាតន់កូនទៅរៀនអស់ហើយពូនេះក៏អូស Facebook លេងអ៊ីកាក៏អូស Facebook លេងពូអូសចុះអូសឡើងហ្នឹងក៏ឃើញជាមួយនឹងបាយសូបដែលគេបានបង្ហោះនៅក្នុង Facebook អូសចុះអូសឡើងហ្នឹងចាប់ដើមឃ្លានជាមួយនឹងបាយសូបហើយដោយសារតែពូហ្នឹងចូលចិត្តញ៉ាំបាយសូបខ្លាំងមែនតើដល់ពេលអញ្ចឹងទៅពូក៏បានបបួលអ៊ីកាហ្នឹងទៅញ៉ាំបាយសូបនៅខាងក្រៅគាត់បានប្រាប់ពូវិញថាមិនបាច់ទៅហូបនៅខាងក្រៅទេគាត់នឹងបញ្ចេញស្នាដៃធ្វើបាយសូបឲ្យពូញ៉ាំគាត់ថាបាយសូបអត់មានអីពិបាកធ្វើទេឲ្យតែមានទឹកស៊ីវជិនស៊ូនៅផ្ទះគាត់ធានាថាធ្វើទៅដឹងតែឆ្ងាញ់មកអូនបាយសូបទៅទៅមកញ៉ាំហ្មងចង់ឲ្យតែណៃធ្វើតាគេមានរូបមន្តពិសេសហ่าជាមួយអូនធ្វើបាយសូបឲ្យញ៉ាំអូនធ្វើឲ្យដូចធានាថាដូចឲ្យឆ្ងាញ់ទៀតមានរូបមន្តពិសេសរូបមន្តនេះគេស៊ីអ៊ីវជិនស៊ូចឹងមិនបងអង្គយូរទេអ៊ីកាគាត់ចាប់ផ្ដើមទៅធ្វើហើយនៅទូទឹកកកផ្ទះពូហ្នឹងគឺមានមកកាផ្លេហ្មងទាំងសាច់ជ្រូកទាំងពងមាន់ទាំងស្លឹកខ្ទឹមទាំងទឹកស្អ៊ីវជីនស៊ូក៏ដូចជាគ្រឿងផ្សេងៗហ្នឹងគឺមានគ្រប់គ្រាន់អស់ហើយពាក្យថាបាយសូបឆ្ងាញ់ណាតើតាចុងភៅហ្នឹងគាត់បកកែធ្វើជាមួយនឹងទឹកសូបបាយនឹងឆ្ងាញ់បានហៅថាបាយសូបឆ្ងាញ់អញ្ចឹងសម្រាប់គ្រឿងក្រៅដែលធ្វើទឹកសូបបាយនេះគឺមានដូចជាសាច់ជ្រូកច្រាមមានខ្ទឹមច្រាមមានពងមាន់មានល្ខ្ទឹមជាមួយនឹងទឹកស្អ៊ីវជីនស៊ូអញ្ចឹងជាដំបូងគេគឺអ៊ីកាគាត់មកលីងជាមួយនឹងសាច់ជ្រូកច្រាមឲ្យឡើងពណ៌ក្រហមតិចទៅបន្ទាប់មកគឺគាត់ចាក់ទឹកស្អ៊ីវជីនស៊ូចូលឆាជាមួយនឹងសាច់ជ្រូកច្រាមហ្នឹងឲ្យចូលជាតិហើយក៏បានដាក់ជាមួយនឹងខ្ទឹមច្រាមចូលទៅដើម្បីឲ្យកាន់តែឈ្ងុយបន្ទាប់មកទៀតគឺគាត់បានដាក់ជាមួយនឹងពងមាន់មកគ្រាប់ឆាត្រឡប់ចុះត្រឡប់ឡើងទៅចុងក្រោយគេគឺដាក់ជាមួយនឹងល្ខ្ទឹមអញ្ចឹងឥឡូវនេះទឹកសូបបាយរបស់អ៊ីកាបានធ្វើរួចរាល់ហើយដល់វគ្គចៀនជាមួយនឹងសាច់ជ្រូកម្ដងសម្រាប់សាច់ជ្រូកចៀននេះគឺថាយកអាសាច់ជាប់ខ្លាញ់តិចៗចឹងគឺថាអូពូណិតចូលចិត្តខ្លាំងមែនតើញ៉ាំទៅមានអារម្មណ៍ថាឆ្ងាញ់វាអត់ស្ងួតអញ្ចឹងដាក់សាច់ជ្រូកចៀនបដាលើខ្ទះសិនទៅអ៊ីកាមកធ្វើជាមួយនឹងមួយមុខទៀតដែលបាយសូបមិនអាចខ្វះបានគឺពងទាចៀនក្លុកសម្រាប់ពងទាក្លុកនេះគឺអត់មានដាក់គ្រឿងអីច្រើនទេដាក់តែជាមួយទឹកស្អ៊ីវជីនស៊ូមកគឺថាមានរសជាតិឈ្ងុយឆ្ងាញ់មកហើយបន្ថែមជាមួយនឹងម្រេចតិចទៅគឺថាកាន់តែឈ្ងុយហើយមានជាតិហឹរអញ្ចឹងឥឡូវនេះគឺថាម្ហូបដែលអ៊ីកាកំពុងតែធ្វើនេះគឺថាឈ្ងុយឡើងពេញផ្ទះតែម្ដងគ្រាន់តែអ៊ីកាគាត់ហាន់ជាមួយនឹងសាច់ជ្រូកបដាហាន់ជាមួយនឹងពងទាបដាពូថតគាត់បដាគឺថាមានអារម្មណ៍ថាចង់ស្រក់ទឹកមាត់អត់និយាយបញ្ចូលគាត់ទេណាមួយគឺឈ្ងុយមែនហើយអ្វីដែលសំខាន់គឺគាត់ចៀនជាមួយនឹងសាច់ជ្រូកហើយនឹងពងទាក្លុកហ្នឹងគឺឡើងពណ៌តំណងគួរឲ្យចង់ញ៉ាំហ្មងជាពិសេសគឺទឹកសូបរបស់គាត់អូទឹកសូបបាយរបស់គាត់គាត់ឃើញពណ៌គឺឃ្លានហ្មងរណាបានប្រពន្ធក៏ស្អាតធ្វើម្ហូបក៏ប្រកែធ្វើម្ហូបហើយដួសឲ្យប្តីញ៉ាំទៀតអូជាតិនេះសំណាងមែនតើអញ្ចឹងមុននឹងញ៉ាំបាយសូបនេះគឺពូចាក់ជាមួយនឹងទឹកស្អ៊ីវជីនស៊ូចូលថែមតិចទៅហើយច្បល់ចូលគ្នាដើម្បីឲ្យបាយសូបរបស់ពូនេះគឺកាន់តែឈ្ងុយឆ្ងាញ់ចង់ដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់មើលតែមាត់អ៊ីកាជាមួយនឹងមាត់ពូណិតទៅគឺថាអូតំណងខ្លាំងមែនតើដោយសារតែទឹកស្អ៊ីវជីនស៊ូហ្នឹងពេលសូបជាមួយបាយតិចគឺថាធ្វើឲ្យបាយហ្នឹងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងពេលពូដាក់មួយម៉ាត់ហើយគឺថាចង់ដាក់មួយម៉ាត់ទៀតហ្មងសម្រាប់ទឹកស្អ៊ីវជីនស៊ូនេះហើយបើសិនជាបងប្អូនកូនក្មួយដែលជា fan ពូណិតតាមដានពូណិតតាំងពីយូរមកហើយប្រកាសជាឃើញហើយវីដេអូដែលពូអាសាញ៉ាំជាមួយនឹង hot dog ជ្រលក់ជាមួយនឹងទឹកស្អ៊ីវអញ្ចឹង hot dog ដែលពូញ៉ាំហ្នឹងគឺជ្រលក់ជាមួយនឹងទឹកស្អ៊ីវជីនស៊ូគឺបង្កើនឲ្យជារសកាន់តែឆ្ងាញ់និយាយទៅទឹកស្អ៊ីវជីនស៊ូនេះហើយយកទៅធ្វើម្ហូបអីក៏ឆ្ងាញ់ដែរបើមិនជឿទេបងប្អូនកូនក្មួយអាចទិញយកទៅប្រើសាក់ដូចពូបាននិយាយទៅធានាថាឆ្ងាញ់ពិតៗអញ្ចឹងសម្រាប់វីដេអូអ៊ីកាធ្វើបាយសូបនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនកូនក្មួយទាំងអស់គ្នាដែលបានទស្សនាជម្រាបលាបាយបាយ